សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងប្រាប់ពីរបៀបលេងប្រភេទ drone i7 Pro ប្រភេទ version មាន2បងប្អូន version tele ធម្មតានិង tele អេក្រង់អញ្ចឹងយើងបង្ហាញនេះគឺ tele ធម្មតាអញ្ចឹងយើងបើកប្រអប់វាមកយើងទទួលបាន drone មួយថ្មមួយហើយនឹង tele ហើយគ្រឿងរបស់វាគឺមានខ្ចៅទូលវីសហើយនឹងដូចសាកបាទហើយនឹងសភៅណែនាំថ្មនេះគឺយើងថែមជូនបងប្អូនខាងក្រៅសម្រាប់បងប្អូននៅតាមខេត្តឆ្ងាយចឹងពេលបងប្អូនលេងបងប្អូនលាដៃលាជើងវាអស់ដល់ក្លៀកមកណាបាទហើយនេះគឺជា sensor ការពារបុកប៉ះប៉ុន្តែយើងលេងយើងត្រូវប្រយ័ត្នខ្លួនយើងដែរយើងកុំបង្ខំហើយយើងលេងមួយព្រោះជាប្រភេទយើងរៀនលេងចឹងសម្រាប់បងប្អូនលេងយើងប្រាប់ពីទូរពីកាមេរ៉ារបស់វាហើយនឹងការហោះហើរហើយនឹងការបញ្ជាទៅលើ joystick នីមួយៗចឹងបងប្អូនលេងគឺយើងរុញឡើងលើគឺត្រូវនេះឡើងលើបាទយើងរុញចុះក្រោមdroneគឺចុះក្រោមនេះងាកក្បាលឆ្វេងបានន័យថាងាកក្បាលចេះបែបនេះបងប្អូនណាងាកក្បាលឆ្វេងបងប្អូនរុញមកជិះគឺងាកក្បាលមកឆ្វេងបាទមកស្ដាំសំទោសហើយ joystick មួយទៀតគឺបងប្អូនរុញទៅលើគឺវាទៅមុខរុញមកក្រោមគឺវាថយក្រោយអញ្ចឹងបងប្អូនចំណាំបងប្អូនណាពី joystick នេះហើយឡើងលើចុះក្រោមបត់ក្បាលឆ្វេងបត់ក្បាលស្ដាំទៅមុខថយក្រោយងាកឆ្វេងងាកស្ដាំហើយនេះគឺកម្រិតកាមេរ៉ាកន្លែងកាមេរ៉ាយើងសេរីកាមេរ៉ាវាបងប្អូនចុចមួយកាមេរ៉ាឡើងលើចុះក្រោមគឺសញ្ញារបស់វាគឺមានបងប្អូនណាអត់ពិបាកទេបាទហើយនេះគឺ sensor វាហើយអានេះគឺជាប្រព័ន្ធត្រីវិស័យអញ្ចឹងយើងមិនអាចលេងបានទេបងប្អូនដោយសារវានៅទូយើងមិនបាច់លេងត្រីវិស័យទេគឺយើងនេះ sensor តែប៉ុណ្្នឹងទៅបានហើយអានេះក៏គេដាក់លាក់ឲ្យយើងដែរអានេះអត់មាន GPS ទេប៉ុន្តែគេដាក់មាន return home អញ្ចឹងបងប្អូនមិនបាច់លេងទេបេតុងមិនចាំបាច់បងប្អូនណាអញ្ចឹងអានេះយើងចុចមួយរូបស្លឹកចុចជាប់គឺវីដេអូគឺបងប្អូន down app មកវាមាននៅក្នុង app បងប្អូនចង់ control ទៅលើ app ទៅលើអេក្រង់របស់បងប្អូនក៏បានបងប្អូនចុចនៅលើ tele joystick នេះក៏បាន tele វាក៏បានដែរណាហើយអានេះយើងលេងអាឡាតបានបងប្អូនណា360នេះបងប្អូនពងទៅហោះបងប្អូនងាកមកឆ្វេងគឺវាអាឡាតឆ្វេងងាកមកស្ដាំគឺអាឡាតស្ដាំម៉ាស់បាទហើយនេះជា speed បងប្អូនណាគេហៅលបឿនបេតុងលបឿនណាចុច1លបឿនទី2ចុចមួយទៀតលបឿនទី3យើងឡើងគឺលបឿនទី1ឯបាទអញ្ចឹងនៅក្នុង tele គឺវាមានតែប៉ុណ្្នឹងហើយភាពសាមញ្ញរបស់វាគឺមានតែប៉ុណ្្នឹងទេប្រភេទយើងរៀនលេងអត់មានពិបាកទេបងប្អូនអានេះគឺជាស្ទះយើងដាក់ថ្មពិលយើងហ្នឹងបងប្អូនបាទអញ្ចឹងវាមានតែប៉ុណ្្នឹងបងប្អូនហើយរបៀប down app បងប្អូនយកกระดาษចេញមកពីប្រអប់វាមកបងប្អូនមានឃើញ QR code ណាហើយQR code នេះបងប្អូន scan ក៏បានហើយទូរស័ព្ទបងប្អូនខ្លះពិបាក scan ប្រភេទ iPhone គឺស្រួល scan វាមានមុខងារ scan ចេញមកស្រាប់ហ្មងអញ្ចឹងបងប្អូនដែលពិបាក scan បងប្អូនវាយកន្លែង app កន្លែងនេះឈ្មោះ KYUSO ជាមួយខ្ញុំយកទូរស័ព្ទខ្ញុំចូលកន្លែង scan បងប្អូនមើលសិន scan ខ្លះគឺចូលទៅក្នុង app មួយដែលយើងពិបាកវា control វាចេញមកវិញអញ្ចឹងបងប្អូនវាយទៅជឿតាមខ្ញុំណាបងប្អូនវាយចូល App Store ឬ Play Store ទៅអញ្ចឹងវាចេញមកអញ្ចេះបងប្អូននេះវាចេញមកអញ្ចេះអញ្ចឹងយើង download មកដោយសារអានេះយើងដាក់ sign in ចេញមកវានិយាយឲ្យស្មុគស្មាញតិចបងប្អូនអញ្ចឹងបងប្អូនអូសវាចោលបងប្អូនចូលទៅក្នុង App Store បើសិនជា scan ចេញបែបនេះណាបងប្អូនវាយ KYUSO អញ្ចឹងបងប្អូនវាយចេញមកនេះ KY ដក clear USO បាទអញ្ចឹងបងប្អូន search មក research មកឃើញបងប្អូនអញ្ចឹង app វាគឺសញ្ញាបែបនេះបងប្អូននេះបងប្អូននេះឃើញទេអញ្ចឹងបងប្អូនមើលនៅក្នុងហ្នឹងមកនេះចេញមកបងប្អូនបាទអញ្ចឹងបងប្អូន down មកបាទចុច down មកអញ្ចឹងបងប្អូនរងចាំ down ឲ្យពេញបងប្អូនណាពេញហើយសម្រាប់បងប្អូនអត់ទាន់ស្គាល់ជា app វាបងប្អូនមើលនេះបាទអញ្ចឹងយើងទុកចោលសិនទៅបងប្អូនអញ្ចឹងខ្ញុំប្រាប់ពីរបៀបដោតថ្មសិនចឹងបងប្អូនយកថ្មវាមកបងប្អូនញុកចូលចេះបងប្អូនណាបាទហើយចាំយើងចុចបើកហើយបើប៊ូតុងបើកគឺកន្លែងនេះហើយបងប្អូនដែលបងប្អូនលេងអស់ថ្មបងប្អូនស្ដកមកសាកបងប្អូនណាសាកអញ្ចឹងຂະຫນាតយើងរៀនលេងគឺមានតែប៉ុណ្្នេះឯងបាទអញ្ចឹងយើង down app រួចរាល់ហើយគឺ app វាឈ្មោះ KYUSO អញ្ចឹងបងប្អូនបើក drone ហើយបើក tele ព្រោះខ្ញុំបើកឲ្យបងប្អូនណានេះភ្លើងវាយើងបើកមកគឺភ្លើងវានេះបងប្អូនណាភ្លើងវាញាក់ហើយបេតុង start បើកបិទគឺកន្លែងនេះបងប្អូនណាអញ្ចឹងបន្ទាប់មកយើងបើកឲ្យអស់បងប្អូនចូលកន្លែង Wi-Fi បងប្អូនយើងចូល Wi-Fi អញ្ចឹងមកគឺវា load មកឲ្យ flow USO អញ្ចឹងវាដាក់កតុយដូច app យើងអញ្ចឹងបងប្អូនអញ្ចឹងយើងចុចទៅពីលើវាឲ្យ load សញ្ញាគ្រីសបងប្អូនណាបន្ទាប់មកយើងចេញវិញ
ឲ្យប្រកាសថានៅក្នុងទូរស័ព្ទយើងបើក location បើកអីគេអស់បងប្អូនណាបានវា support ឲ្យយើងអញ្ចឹងយើងចូលក្នុង app វាមកបាទគឺវាចេញតម្រង់មកចេះជួនកាលបងប្អូនបើកមកអត់មានតម្រង់មកអញ្ចឹងទេជួនកាលតម្រង់មកអញ្ចឹងមែនវាឡើង load នេះ load នោះមកយើងកណិតបងប្អូនអញ្ចឹងយើងដាក់ចុច start មកបាទនេះកាមេរ៉ាវាបងប្អូនបានឃើញទេបាទនេះកាមេរ៉ាមួយលើខ្ពស់ពេកបងប្អូនមើលឃើញបាទនេះកាមេរ៉ា drone កាមេរ៉ាប្រភេទ drone នេះវាចូលលក្ខណៈចូល720យើងអាចទទួលយកបានខ្លាចយើងរៀនលេងប៉ុណ្ណេះបងប្អូនណាបាទអញ្ចឹងយើងចេញកាមេរ៉ាហើយបងប្អូន control នៅក្នុងកាមេរ៉ានេះមិនក៏បានបងប្អូនចុចចេះគឺកាមេរ៉ាខាងក្រោមវាមានកាមេរ៉ាក្រោមនេះបងប្អូននេះកាមេរ៉ាក្រោមនេះអញ្ចឹងបងប្អូនដាក់កាមេរ៉ាក្រោមមកនេះក៏បានកាមេរ៉ាពីមុខក៏បានអញ្ចឹងបងប្អូន control នៅក្នុង tele វាល្អជាងបងប្អូននៅក្នុង remote វាល្អជាងបងប្អូនគុំ control នៅក្នុងទូរស័ព្ទគីឡូយើងពិបាក control បងប្អូនអញ្ចឹងយើងមើលនៅក្នុង tele យើងវិញបាទហើយយើងគៀប tele ចេះបងប្អូនណានេះយើងគៀប tele អញ្ចឹងទៅយើងមើលកាមេរ៉ាមើលអីចេះមកបាទវីដេអូរៀនលេងជូនបងប្អូនតែប៉ុណ្ណេះឯងអរគុណច្រើន